បន្ទាប់ពីមានការច្រានចោលរបស់ភាគីអ៊ីរ៉ង់ទៅលើពាក្យពេចន៍មួយចំនួនរបស់លោក Donald Trump និងបានចោទកាន់អាមេរិកវិញផងថាតាក់ទងនឹងអាមេរិកបានបំភ្លៃទៅលើព័ត៌មានអញ្ចឹងចំណុចនេះគឺបានបង្កើតឲ្យមានស្ថានភាពក្តៅឡើងវិញជាមូលហេតុធ្វើឲ្យតម្លៃមាសវាមានការធ្លាក់ចុះបន្តធ្លាក់ចុះរហូតដល់ព្រឹកនេះនៅក្នុងតម្លៃ$4,520នៅក្នុងមួយអោនជុំវិញវិបត្តិនៅក្នុងមជ្ឈមពាគឺតែតែជាឥទ្ធិពលទៅដល់ទីផ្សារមាសដែលមាសតែងតែឆ្លើយតបរាល់ស្ថានភាពនៅក្នុងវិបត្តិមួយនេះនៅពេលដែលស្ថានភាពធូរស្រាលតម្លៃមាសឡើងនៅពេលដែលស្ថានភាពតានតឹងតម្លៃមាសក៏ធ្លាក់ចុះផងដែរអញ្ចឹងសម្រាប់ព័ត៌មានចុងក្រោយរបស់អ៊ីរ៉ង់ដែលបានច្រានចោលរាល់ពាក្យពេចន៍របស់លោក Donald Trump ក៏ដូចជាចោទប្រកាន់សហរដ្ឋអាមេរិកវិញនៅក្នុងការបំភ្លៃទៅលើព័ត៌មានជាពិសេសគឺនៅតែផ្ដោតសំខាន់ជាមួយនឹងច្រកសមុទ្រ Hormuz ជាមួយនឹងការវាយប្រហារទៅលើប្រទេសលីបង់អញ្ចឹងជុំវិញបញ្ហានេះនៅតែជាចំណុចដែលជជែកគ្នាក៏ដូចជាចំណុចនៃកម្មវិធីនៅក្នុងការចរចាគ្នាផងដែរប៉ុន្តែបើសិនជាយើងពិនិត្យមើលស្ថានភាពនៅក្នុងព្រឹកនេះតែម្ដងរាល់ព័ត៌មានដែលបានចេញមកគឺហាក់បីជាបង្ហាញពីភាពវិជ្ជមានឡើងវិញអញ្ចឹងនៅក្នុងស្ថានភាពវិជ្ជមានបែបនេះឱកាសមាសអាចនឹងមានឱកាសនៅក្នុងការងើបឡើងវិញផងដែរតោះឥឡូវយើងមករៀបចំផែនការដើម្បីត្រៀមខ្លួនចូលទីផ្សារនៅក្នុងថ្ងៃនេះតម្លៃមាសដែលល្អដែលបងប្អូនអាចធ្វើការទិញឡើងបានគួរតែរងចាំឲ្យវាមានការធ្លាក់ចុះរហូតដល់តម្លៃពី$4,440ទៅចន្លោះ$4,460នៅក្នុងអោនទើបជាតម្លៃដែលល្អនៅក្នុងការទិញប៉ុន្តែបើបងប្អូនចង់លក់វិញគួរតែរងចាំមាសឲ្យវាឡើងនៅក្នុងម្ដុំតម្លៃ$4,600ក្នុងអោនចឹងទើបជាតម្លៃល្អនៅក្នុងការលក់នៅក្នុងថ្ងៃនេះហើយផែនការនេះគឺសម្រាប់តែថ្ងៃនេះតែប៉ុណ្ណោះដើម្បីទទួលបានព័ត៌មានថ្មីៗតាមព្រឹត្តិការណ៍ទីផ្សារសូមបងប្អូនធ្វើការ Join Channel Telegram របស់ក្រុមហ៊ុនដែលមាន link នៅខាងក្រោម